បាទបងប្អូនបាទជំរាបសួរបងប្អូនឥឡូវថ្ងៃហ្នឹងបានមកសឹមបងប្អូនភ្លៀងប្រហែលជាចិត្តកន្លះបងប្អូនបាទឥឡូវហ្នឹងអស់ហើយបងប្អូនទឹកស្រកចូលស្រែអស់បងប្អូនអើយបាទហើយគេនេះឆ្លៀតពេលចេញពីការងារមុខបងប្អូនបាទមកមើលស្រែទេបងប្អូនអើយថាភ្លៀងម្សិលមិញហ្នឹងក៏ឆ្លៀតទៅមើលស្រែបងប្អូនបាទឥឡូវដោះបងប្អូនដោះនេះបាទណាបងប្អូនបាទហើយខ្ញុំថាអូយបងប្អូនអើយបាទឥឡូវបានតនេចឹងឆ្លៀតមកអើយមកមើលស្រែបងប្អូនដោយសារថាស្រែនឹងទៅមកភ្លៀងអញ្ចឹងបងប្អូនបាទនេះភ្លៀងបងប្អូនបាទភ្លៀងហើយបានប៉ុណ្ណឹងបងប្អូនអើយបាទហើយបើសិនណារាំងទៀតបងប្អូនងាប់អស់ហើយបាទបានប៉ុណ្ណឹងរងហើយបងប្អូនគឺរស់បងប្អូនស្រូវស្រែណាបាទហើយបងប្អូនអើយបាទខ្ញុំធ្វើតែប៉ុណ្ណឹងបងប្អូនបាទធ្វើប៉ុណ្ណឹងទេបាទធ្វើធំទេបាទខ្ញុំគិតថាស្រែប្រហែលខ្ទង់កន្លះហាត់តាបងប្អូនពីស្រែណាបាទខ្ញុំគិតថាហាត់តាចុះមិនធ្វើលោកបងប្អូនធ្វើតែប៉ុណ្ណឹងទេបាទហើយបងប្អូនទី1គឺអត់សូវមានពេលមើលថែទេបងប្អូនអើយបាទព្រោះចោលចឹងទៅបាទហើយភាសាយើងធ្វើការអញ្ចឹងណាបងប្អូនបាទអីបងប្អូនបាទងាប់បដាបងប្អូនមិនបានសឹមវិញភ្លៀងណាបងប្អូនបាទភ្លៀងទៅក៏បានស្រូវហ្នឹងក៏វាបានដង្ហើមរស់ឡើងវិញដែរបាទបើសិនអត់ទឹកទេតែអត់ភ្លៀងទេងាប់អស់បងប្អូនអើយបាទស្រែយើងធ្វើស្រែពឹងទឹកពឹងអីអញ្ចឹងណាបាទហើយបងប្អូននៅនេះបងប្អូនគឺនៅក្បែរភ្នំពេញនេះបងប្អូនបាទប៉ុន្តែហាក់ដូចជាព្រះពិរុណលោកមិនសូវបង្អស់មកទេបាទមិនសូវបង្អស់មកម្ល៉េះហើយហាក់ដូចជាមិនសូវមានទឹកធ្វើស្រែណាបងប្អូនបាទនេះបាទបងប្អូនបាទអីបងហ្នឹងមិនឲ្យឃើញមុខអត់ឃើញស្រូវស្រែបងប្អូនដោយសារកាន់តែឯងអញ្ចឹងណាបាទពីធម្មតាបងប្អូនបាទថ្ងៃហ្នឹងគឺបានចេញពីធ្វើការឆ្លៀតពេលបើអើស្រែមកព្រុសតបងប្អូនបាទចិត្តភូមិដែរបាទជិះម៉ូតូផ្លែទេបងប្អូនអត់ឆ្ងាយទេបាទដីដល់300 ម៉ែត្រផងបងប្អូនបាទបងប្អូនខ្ញុំតែងនិយាយថាបើយើងកើតមកជាកូនអ្នកស្រែហើយអ្នកខ្លះនិយាយថាអ្នកខ្លះមួយចំនួនបងប្អូនមិនទាំងអស់ទេមិនជាទូទៅទេអ្នកខ្លះគាត់បានមកភ្នំពេញអញ្ចឹងអីអញ្ចឹងណាគាត់ហាក់ដូចជារៀងឡើងមុខមាត់បន្តិចទៅគាត់ហាក់ដូចជាមិនសូវទៅចាប់អារម្មណ៍ពីអតីតកាលបាទគាត់តែភ្លេចទាំងបដូរពីអ្នកស្រុកស្រែមកឡើងភ្នំពេញមានអារម្មណ៍ថាគាត់ប្លែកណាគាត់ដូរអេរយាប័តតែសម្រាប់ខ្ញុំខុសគេបងប្អូនខ្ញុំអត់ដូរអេរយាប័តទេបងប្អូនគឺអ្នកស្រែគឺអ្នកស្រែមកបស៊ូត្រីគឺត្រីស្ទុងដកដូចគេដែរបងប្អូនបាទអញ្ចឹងហើយនៅស្រែគឺធ្វើស្រែបងប្អូនមានស្រែធ្វើអញ្ចឹងណាបាទហើយខ្ញុំមិនបោះបង់ទេបងប្អូនបើសិនមានស្រែធ្វើបងប្អូនធ្វើអញ្ចឹងបាទនេះបងនេះបាទស្រែទេបងប្អូនបាទស្រែមួយទៀតបាទនេះបងប្អូនបានប៉ុណ្ណឹងគឺគ្រាន់ថាយើងបានកិនអញ្ចឹងណាបាទបានកិនហូបអញ្ចឹងទៅបាទហើយពីមុនខ្ញុំធ្វើស្រែបងប្អូនស្រែល្អខាងនោះបងប្អូនល្អខាងនោះបាទតែឥឡូវធ្វើនេះបងប្អូនដោយសារតែម្ចាស់ស្រែគាត់ส่งវិញអញ្ចឹងណាបាទហើយនេះស្រែគេទេបងប្អូនបាទស្រែខ្ញុំបងប្អូននោះនៅកន្លែងនេះគេបងប្អូននៅឆ្ងាយបងប្អូនឆ្ងាយបានអញ្ចឹងហើយបាទបងប្អូនកន្លែងគេនេះហ្នឹងបងប្អូនបាទនោះបងប្អូននឹងបានហើយអត់បានទៅទេបងប្អូនឆ្ងាយហើយនេះអាងក្បែរភូមិអញ្ចឹងណាបាទហើយក៏សុំគេធ្វើបងប្អូនបើថាដីនៅឆ្ងាយបងប្អូននៅផ្លូវខ្សែមួយបាទតែខ្សែមួយនេះឆ្ងាយអញ្ចឹងទៅយើងអត់បានទៅធ្វើទេបងប្អូនហើយនៅម្ដុំយើងបរិយាវត្តណាបងប្អូនម្ដុំស្រែជាម្ដុំវត្តស្រះបងប្អូនបាទឆ្ងាយដែរអញ្ចឹងឥឡូវធ្វើលេងកើតបងប្អូនដោយសារស្មៅច្រើនអញ្ចឹងណាបាទហើយនៅមួយឆ្ងាយផ្ទះទៀតក៏អត់ធ្វើបងប្អូនបាទហើយនេះស្រែគេទៅបងប្អូនមិនស្រែរបស់ខ្ញុំទេប៉ុន្តែគ្រាន់ថាយើងធ្វើគាត់បានស្រូវធម្មជាតិហូបអញ្ចឹងណាបាទយើងអត់បានយើងនិយាយថាភាសាមួយថាធ្វើខ្លួនឯងហូបខ្លួនឯងអញ្ចឹងមានន័យថាដឹងថាស្រែយើងប្រើគីមីមិនគីមីបងប្អូនមិនអញ្ចឹងមែនទេបាទអញ្ចឹងហើយអ្វីដែលនេះគឺថាស្រែរបស់ខ្ញុំបងប្អូនគឺស្រែធ្វើស្រែបែបបងប្អូនមិនលក់ដូរទេបាទអត់មានធ្វើស្រែលក់ដូរទេបើធ្វើស្រែហើយទៅទិញកគេម្ហូបទៀតហាក់ដូចជាខ្មាស់គេណាបងប្អូនបាទខ្ញុំនិយាយមែនទេណាបើខ្ញុំទៅធ្វើស្រែវិញខ្ញុំទៅទិញកគេម្ហូបវិញមានលក់ស្រូវអស់ទិញកគេម្ហូបវិញមានដល់ថាធ្វើស្រែធ្វើអីទេបងប្អូនបាទគេហ្នឹងធ្វើស្រែលក់ហើយទិញកគេដែរនិយាយតែយើងមកដោះដូរខ្ញុំបងប្អូនវាអត់មានចំណេញអីទេបងប្អូនមកគិតមែនទែនទៅបាទយើងលក់គេមួយតោនបានតែ1គីឡូ7ធ្វើថា5 600ឬ7 800ចុះបាទទិញកគេ1គីឡូ2 3ពណ៌បងប្អូនគិតទូទាត់ទៅវាអត់ចំណេញទេបងប្អូនបាទគិតឲ្យមែនទែនណាធ្វើស្រែឡើងបងប្អូនណាបាទខ្ញុំគិតតែបណ្ដាយខ្ញុំធ្វើបងប្អូនទិញថ្លៃជីជួអត្រា
bánh nem ôi bà ôn thôi sai là lâu cứ mì róm tha bà chiên vì muốn làm ôn của bạn mình tên tụi bây vì miên ô bà co tầm nơi việc tạ tôi biết bàn tay hạt đôi chia bà chiên muốn làm ôn bà và bà mình mưa tao đôi chia pra lui từng ôn bà ai đọc về bản tin là Paul máu thì cho thao tiết can tại dạp mình tên ôn là bạn chân tha sinh khom tha cho nằm năng tư ôn ai sau lần phải nhớ ôn là bà hay ôn mưa tao ôn bà này sọc xem ôn đây bà nè ôn bà hay mình tay ôn bà ôn mình tay bà đang tiếp bán họ cứ chơi ôn